បានកងឹតរវាងការពិតនិងការមិនស្គាល់ក៏ប៉ុន្តែដុកទ័រ Strange ក៏តបមកវិញថាគាត់គ្រាន់តែប្រើវាជាមួយផ្នែកទូចតែប៉ុណ្ណោះវាមិនមានបញ្ហាធំដុំទេបន្ទាប់ពីនិយាយចប់ក៏នាំ Parker មកបន្ទប់ក្រុមដីយ៉ាងសម្ងាត់មួយហើយបន្ទប់នេះវាគឺជាបន្ទប់មួយពោរពេញទៅដោយចរន្តធម្មពលលោហៈធាតុសម្រាប់ធ្មប់ធ្វើពិធីហើយវាត្រូវបានសាងសង់រយៈពេលជាងរាប់ពាន់ឆ្នាំហើយ Parker ក៏រីករាយខ្លាំងមែនទែនហើយក៏និយាយអរគុណទៅដុកទ័រ Strange ថាអរគុណច្រើនហើយលោកតែក៏និយាយថាអើយមកជប់ហៅគាត់លោកហើយតពីនឹងទៅដុកទ័រ Strange ក៏ចាប់ផ្ដើមរៀបចំពិធីហើយនៅសូត្របល័យដោយនិយាយថាមនុស្សទូទាំងពិភពលោកមិនត្រូវបានដឹងថា Peter Parker គឺជា Spider-Man ទេរួមបញ្ចូលទាំងខ្លួនគាត់ដែរចឹងទៅ Parker ក៏ដើរចូលមកនិយាយថាឲ្យទៅទាំងអស់មិញកើតនៅមានមនុស្សមួយចំនួនដែលត្រូវនៅស្គាល់គាត់ដែរហើយដុកទ័រ Strange ក៏និយាយថាវាគ្រោះថ្នាក់ណាគាត់កំពុងសូត្របល័យដើរចូលមកនិយាយកាត់គាត់ចឹងឥឡូវមានឈ្មោះអ្នកណាខ្លះហៅអស់មកកុំពីរដងព្រោះអញ្ចឹងទៅ Parker ក៏និយាយថាអូអ្នកណាភ្លេចក៏ភ្លេចទៅក៏ប៉ុន្តែ MJ គឺជាសង្សាររបស់គាត់កុំឲ្យភ្លេចគាត់ទៅសោះបន្ទាប់ពីនឹងទៅ Dr. Strange ក៏លុប spell នឹងចោលទាញវាដោយសូត្រឡើងវិញម្ដងទៀតហើយកំពុងសូត្រ spell នឹង Parker នឹកឃើញដូរចិត្តទៀតនឹងស្អីទេគិតទៅក្មេងយ៉ាប់មែនអត់មានគិតអីច្បាស់ទេនឹកឃើញមួយនិយាយមួយនឹកឃើញមួយនិយាយមួយអត់ចេញសាច់ការអីបណ្ដោយលើកទី2ណាដល់និយាយថាមិត្តភក្តិចិត្តស្និទ្ធរបស់គាត់ឈ្មោះថា Ned កុំឲ្យភ្លេចគាត់ឲ្យសោះអញ្ចឹងទៅ Dr. Strange ក៏លុប spell នឹងចោលហើយលើកដៃឡើងសូត្រវិញភាសាទៀតហើយនឹកឃើញទៀតបន្ទាប់ពី MJ ហើយ Ned នៅសល់2នាក់ទៀតពូ Happy ហើយនឹង Ming May របស់គាត់គិតមិនត្រូវឲ្យ2នាក់នឹងនៅចាំគាត់ដែរហើយឥឡូវម្ដងនេះគឺវាពិបាកយកតែមែនតើហើយ Dr. Strange គាត់កំពុងសូត្របល័យហើយ Peter Parker គាត់ទៅពីនិយាយច្រើនខ្លាំងមែនតើដល់ពេលអញ្ចឹងទៅបែកអារម្មណ៍របស់គាត់ទៅធ្វើឲ្យ spell វាផ្ទុះបែកខ្ទេចអាពេលដែលកំពុងផ្ទុះ spell ហ្នឹងពាក្យចុងក្រោយរបស់ Peter Parker ដែលគាត់បាននិយាយនេះគឺវាធ្ងន់ខ្លាំងមែនទែនពាក្យដែលកំពុងនិយាយនេះហើយវានឹងនាំបញ្ហាមកដល់ Parker នៅពេលខាងមុខដែលគាត់បាននិយាយថាជាទូទៅអ្នកណាដែលបានស្គាល់ Spider-Man ហើយនឹងមានតំណែងតំណងល្អជាមួយ Spider-Man ត្រូវតែនៅចងចាំហើយនឹងស្រឡាញ់គាត់ជានិច្ចបន្ទាប់ពីហ្នឹងទៅ Parker សួរថាមិនដែរជោគជ័យអត់ពូ Dr. Strange ក៏សួរជោគជ័យស្អីបើពេលកំពុងសូត្របល័យហ្នឹងសួរនាំនិយាយច្រើននឹងស្អីរំខានគាត់ដល់5 6ដងគាត់ក៏បន្តទៀតថាការរំខាននេះណាប៊ីងធ្វើឲ្យបញ្ហាបាត់ការគ្រប់គ្រងទាំងស្រុងទៅហើយដល់ពេលអញ្ចឹងទៅ Parker គាត់ហៅថាSteven គាត់សុំទោសឯណានៅអញ្ចឹងណាហើយ Dr. Strange ខឹងឲ្យលែងឲ្យហៅឈ្មោះឲ្យហៅលោកម្ដងហៅ Sir យ៉ាប់ដែរដល់ពេលអារម្មណ៍ល្អឲ្យហៅឈ្មោះដល់ពេលខឹងលែងឲ្យហៅឈ្មោះ Dr. Strange ក៏ល្អូតែឯងស្ងាត់ថាគាត់ខំប្រឹងជួយអស់ពីពោះប៉ុន្តែ Parker គ្រាន់តែជាក្មេងម្នាក់ទៅធំតែប៉ុណ្ណោះម្ដងចេះម្ដងចុះអត់សម្រេចចិត្តអីច្បាស់លាស់ពីនឹងមានបញ្ហា Dr. Strange ក៏បន្ថែមពីលើនៅទៅទៀតថាតាមពិតទៅបញ្ហាវាមិនមែនមកពី Mysterio ទេគឺវាមកពី Parker ខ្លួនឯងផ្ទាល់មែនតើទៅ Parker គួរតែប្រឈមមុខហើយនឹងទទួលស្គាល់នៅអ្វីដែលជាការពិតហើយព្រមទទួលយកវាគ្រប់យ៉ាងទៅណាមិនមែនព្យាយាមកិច្ចបេះបែបនេះទេហើយគាត់ក៏សម្ដែងការសោកស្ដាយដែរចំពោះ MJ ហើយនឹង Ned ដែលអត់បានចូលរៀននៅសាលា MIT ក៏ប៉ុន្តែ Parker បានព្យាយាមអស់លទ្ធភាពនៅបន្ទាប់ពីគេបដិសេធមិនឲ្យចូលរៀននឹងហើយដល់ពេលអញ្ចឹងទៅ Parker ក៏ឆ្លើយតបមកវិញថាគាត់អត់ដែលបានតាក់ទងឬក៏ទៅសុំគេជាលើកទី2ក្នុងការចូលរៀននៅក្នុងសាលា MIT ទេលើបែបហ្នឹង Dr. Strange គាត់ហួសចិត្តខ្លាំងមែនទែនមិនទាន់ព្យាយាមអស់លទ្ធភាពផងបែរជាមកគាត់ទៅជួយទៅហើយជប់និយាយដេញចេញក្រោយបិទទ្វារក្តាំងបន្ទាប់ពីទទួលការណែនាំរបស់ Dr. Strange ហើយអញ្ចឹងក៏ទាញទូរស័ព្ទទេទៅ Flash ដោយសួរទៅថាតើភ្នាក់ងារ MIT មួយណាដែល Parker គាត់អាចតាក់ទងបានក៏ប៉ុន្តែ Flash គាត់អត់ចង់ប្រាប់ទេណាថាបើសិនជាគាត់ប្រាប់ត្រូវមានផលប្រយោជន៍ឲ្យគាត់ Parker ក៏ថាអត់អីទេចាំគាត់ជូនទៅសាលារៀនក្នុងរយៈពេល1អាទិត្យក៏ប៉ុន្តែ Flash នោះតវ៉ាតែអត់មានទេសុំមួយខែមកតវ៉ាចុះតវ៉ាឡើងសរុបសេចក្តីទៅគឺ Parker ព្រមនិយាយប្រាប់គ្រប់គ្នាថា Flash នេះគឺជាមិត្តភក្តិជិតស្និទ្ធរបស់ Spider-Man បានព្រមជួយតែបាននិយាយថាមានស្ត្រីម្នាក់គាត់គឺជាមន្ត្រីទទួលបន្ទុកផ្នែកចូលរៀននៅសាលា MIT ឥឡូវនេះគាត់កំពុងធ្វើដំណើរទៅ Airport ហើយទៅស្កាត់គាត់ទៅលឿនទៅមកដល់ទីនេះអាវ Spider-Man របស់ Stark ដែលបានបកគោលឲ្យ Peter ហ្នឹងគឺវា error scan មកអត់ឃើញទេអញ្ចឹងត្រូវរត់ចូលទៅក្រោមដើររកខ្លួនឯងហើយពេលដែលឃើញស្ត្រីម្នាក់នៅក្នុងឡានហ្នឹងក៏រត់តម្រង់មកភ្លាមសរេគាត់ក៏អាវអីស្អាតអញ្ចឹងណាប៉ុន្តែក៏អាវដល់ហើយមើលតាំងពីក្បាលដល់ចុងជើងឡើងទួមកដល់ទីនេះនិយាយថាខ្ញុំបន្តណាអ្នកស្រីអញ្ចឹងក៏ស្នើសុំនិយាយនៅកណ្ដាលផ្លូវបណ្ដោយទៅនិយាយទៅទោះបីជា Parker នៅស្នើសុំរៀននៅសាលា MIT អត់ជាប់បណ្ដោយក៏ប៉ុន្តែមិត្តភក្តិរបស់